បាទថ្ងៃនេះគឺខ្ញុំតំណាងឲ្យគណៈកម្មការនៅវត្តព្រះពុទ្ធលក្ខណៈមហាវិហារដោយទទួលការប្រាប់ប្រងពីព្រះចៅអធិការវត្តព្រះពុទ្ធលក្ខណៈមហាវិហារឲ្យមើលដល់ប្រជាពលរដ្ឋនិងលោកយាយលោកតាដែលក្រខ្សត់ជាងលោកទៅទៀតនោះឥឡូវនេះមានឲ្យឃើញហើយហ្នឹងក៏លោកបានមានបតីជ្រះថ្លាមានអង្គមានទឹកស៊ីអ៊ីវមានត្រីខបន្តិចបន្តួចដើម្បីជូនទៅដល់លោកយាយព្រោះលោកយាយគឺលោកនៅនឹងចិត្តវត្តនឹងដែរទេគាត់នៅភូមិគុយឃុំដាស្រុកកំពង់លែងហើយលោកយាយជូនពរទៅព្រះចៅអធិការផងទៅចឹងចៅលោកចៅទាំងពីរព្រះអង្គជឿទៅភេទរបស់នេះខ្ញុំមានក៏មានភេទជាអូស្អីនេះក៏អូស្អីនេះភេទខទៅអីនេះចូលមកបានដល់ទៅណែចាអីចៅអធិការព្រះគ្រូចៅអធិការវត្តព្រះពុទ្ធលក្ខណៈមហាវិហារឲ្យបានដល់ទៅកុំឲ្យខ្វះឆ្លាស់ទៅទីណាកន្លែងណាចូលមកបានសុខចម្រើនអាយុវែងណាជូនផលតែណណូតនៅភូមិគុយឃុំដាស្រុកកំពង់លែងចុះមកដល់ហើយមើលផ្ទះគាត់ល្អស្អាតទៀតណានេះគឺជាសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការវត្តព្រះពុទ្ធលក្ខណៈមហាវិហារដែលមើលឃើញថាការខ្វះខាតរបស់ប្រជាពលរដ្ឋនៅក្នុងភូមិនៅជិតវត្តអញ្ចឹងទេលោកយាយមួយឈ្មោះយាយនេះបាទនៅភូមិចលងឃុំដាស្រុកកំពង់លែងអញ្ចឹងលោកប្រជាអធិការមានបតីជ្រះថ្លាបានចាត់ចែងជាអំណោយខ្លះគឺថាមិនអំណោយដល់ច្រើនទេតិចតួចដូចស្ដាងមានអង្គនោះខ្លះមានត្រីខមានទឹកត្រីមានទឹកស៊ីអ៊ីវដើម្បីជួយរំដោះគឺថាពេលដល់គាត់ព្រោះអីគាត់មានការខ្វះខាតហើយគាត់នៅតែឯងទៀតហើយគាត់អាសាទៅវត្តណាទៅចុះឡើងនៅវត្តណាដែរអញ្ចឹងគឺខ្ញុំជាអ្នកនាំមកគឺមកដល់ផ្ទះចឹងមកជាមួយនឹងកូននេនហើយការនិយាយនេះគឺខាននិយាយយូរទៅភ្លេចមុខភ្លេចក្រោយកុំប្រកែប្រកាន់